បាទជំរាបសួរបងប្អូនបាទថ្ងៃនេះគឺថ្ងៃទី2បងថ្ងៃទី2ទៅថ្ងៃទី4ខែ3 2026ចឹងបងប្អូនហ្នឹងហើយពួកថ្ងៃនេះជំនាញថ្ងៃ3ហ្នឹងជំនាញធ្វើដំណើរពីភ្នំពេញមកបាទពីច្បារអំពៅបាទពីវត្តនរោមកវត្តនរោមកពីច្បារអំពៅហ្នឹងហើយបងប្អូនយើងគាត់ធ្វើដំណើរដើរមកចំណានណាចំណានណាបូចំណានហ្នឹងហើយគាត់ធ្វើដំណើរមកពីហ្នឹងមករហូតជំនាញមកដល់នេះបងប្អូនស្ពានលឿងបាទស្ពានលឿងបានធ្វើទៅឲ្យបងប្អូនមើលហ្នឹងហើយស្ពានលឿងមកដល់ស្ពានលឿងហ្នឹងគឺបានដល់សម្រាប់នៅហួសស្ពានលឿងទៀតបងប្អូនយើងរោទស្សនៈដែលវាមានហើយចុះគាត់ហួសស្ពានលឿងមកបន្តិចមកមានទស្សនៈសំដៅសម្រាប់នឹងយប់យមិញបាទគាត់ម៉ោងហើយចាំដល់សម្រាប់ក៏ខ្ញុំបានធ្វើទៅជុំគ្នាដែរហើយក៏ម៉ោង7ព្រឹកក៏សម្រាប់ដល់ឈឺខ្លួនពេកចឹងម៉ោង7ព្រឹកហើយគាត់បានស្លៀកពាក់រៀបចំខ្លួនហើយម៉ោង7ព្រឹកក៏ចេញណាដើរទៅហើយខ្ញុំនៅគេទៀតនៅគេនឹងរហូតដល់ម៉ោង12ម៉ោង11ជាង7:12បានខ្ញុំធ្វើដំណើរចេញតាមគាត់ចឹងតាមទៅក៏ជួបគាត់តាមផ្លូវគាត់ពងដើរតាមផ្លូវខ្ញុំក៏ជិះហួរគាត់ទៅខ្ញុំឈប់បន្តិចហ្នឹងឈប់ទេដើរទៅរកអីញ៉ាំរយហូបទៅខ្ញុំក៏ជិះឡានមុខទៀតបើឡានមុខទៀតមកក៏ម្ដងគឺចូលមត្រីហាងស្រាំដៃមានលោកបាយក៏ចូលញ៉ាំបាយនឹងជុំគ្នាចូលញ៉ាំបាយហើយបន្តិចបន្ទុះគាត់ដល់គាត់ចូលអង្គុយហូបអង្គុយបន្តិចក៏ហូបទេក៏អង្គុយលេងក៏ដាក់អត់តាន់ហើយអញ្ចឹងខ្ញុំហូបហើយក៏ខ្ញុំធ្វើចំណាយចេញមកទៀតមកជួបលោកពូបលីតាមផ្លូវដែរលោកពូបលីគាត់កាក់ឡានប៊ីឡានដឹកអីវ៉ាន់ច្រើនធន់អញ្ចឹងគាត់កាក់យកដបងឆក់ដបងគាត់ហ្នឹងគាត់ញខ្ញុំមកឆ្វេងខ្ញុំจะភ័យខ្ញុំបាទគាត់ចាប់ឡានខ្ញុំហ្នឹងខ្ញុំจะភ័យខ្ញុំងាកមកឆ្វេងញោមកឆ្វេងគាត់ថាឲ្យទៅអញ្ចឹងឲ្យយើងទៅឲ្យជាឡានហ្នឹងឲ្យយើងបានឡានហ្នឹងជះញោឲ្យបានឡានជះក៏មកផុតរីខ្លួនមកដល់ស្តុបហ្នឹងស្តុបមុខហ្នឹងមកដល់ស្តុបហ្នឹងក៏ស្តុបក្រហមខ្ញុំប្អូនហើយឆប់ហើយមកទុកក៏ខ្ញុំសួរទៀតចំណានបាត់ពេកបាត់ត្រាំមែនផ្ទះកន្លែងគេថាត្រង់ក៏មកត្រង់ហូតមកដល់ហួគេកណ្ដាលហួកណ្ដាលចេញខ្ញុំហេងហ្មងខ្ញុំហេងមែនគាត់ហួកណ្ដាលពុបខ្ញុំនឹកឃើញចេះចាប់អនឡានញោឡានទៅក៏ឈប់សួរបងប្រុសមួយក៏លាងដីលាងមកចេះគាត់នឹងបាញ់ទឹកលាងបាញ់ផ្កាមកអីហ្នឹងសួរគាត់ទៅថាបងកណ្ដាលទៅមុខទៀតបងផ្លូវហ្នឹងឯងហ្នឹងបងផ្លូវហ្នឹងកណ្ដាលនៅក្រៅបងនៅក្រៅបានមកហួរហើយអាផ្លូវបាយជា4ហ្នឹងមានកណ្ដាលក៏បងហើយខ្ញុំក៏ខ្ញុំថាហួងពួកហ្នឹងទៅមុខទៀតទៅគេបងទៅមុខទៀតទៅខេត្តទៅប៉ារៀងអញ្ចឹងខ្ញុំថាគាត់ថាដល់ផ្លូវបាយជា4ហ្នឹងទៅបាយទៅបាត់ត្រាំដែរទៅ40គីឡូម៉ែត្រទេមកដល់នេះបាភ្នំខេត្តព្រៃវែងអញ្ចឹងខ្ញុំថាហេងបុនបងអើយអញ្ចឹងទៅផុតហ្នឹងប្រហែលទៅក្រោយវិញប្រហែលកន្លះគីឡូបងកន្លះគីឡូទៅក្រោយវិញប្រហែលកន្លះគីឡូដល់កន្លែងខ្ញុំមកច្រើនដង2 3ដងប៉ុន្តែខ្ញុំអត់ចាំកន្លែងហ្នឹងហ្មងឈួងខ្ញុំអត់ចាំដល់អញ្ចឹងហ្នឹងហើយបងប្អូនអត់ចាំហ្មងអត់ចាំដល់អញ្ចឹងមានអីក៏បកក្រោយវិញបងក្រោយវិញហើយទៅក្រោយវិញក៏ដល់ឃើញដល់ខ្ញុំបកក្រោយមិនចាំថងផ្លូវហ្នឹងមែនហួបកឲ្យជីមកទូរោគលហាងខ្វេញ៉ាំពេលបែននោះញ៉ាំទៅពេលបែនពេលអត់បែនញ៉ាំឯព្រោះអត់ធ្លាប់នៅបងប្អូនមិនរឹកទេបណ្ដោយវាអត់ធ្លាប់ញ៉ាំអញ្ចឹងអត់ញ៉ាំជួមកទូដល់រោមើលមានកន្លែងលក់ខ្វេបែនលេងថាខ្វេដៃខ្វេគាត់ឆុងដៃអញ្ចឹងញ៉ាំបកក្រោយវិញទៀតហួរកន្លែងកែងទៀតមកមកឃើញនៅស្ដាំដៃឃើញហាងខ្វេដាក់ប្រេផែនគេហាងគេមួយចូលច្រឡំចូលស្មើចូលទីទៅឃើញមានច្រឡំមានស្អាតបើគេកន្លែងធ្វើលយស្អាតហ្នឹងហើយខ្ញុំក៏ចូលញ៉ាំហ្នឹងទៅកំងអីហើយកំងញ៉ាំខ្វេហ្នឹងនៅបងប្អូនយើងហ្នឹងខ្ញុំមកចង់និយាយជិះពីព្រឹកខ្ញុំបានធ្វើទៅខ្ញុំបានប្រាប់ទេបងប្អូនយើងខ្ញុំជិះពីថ្ងៃមកមិនពីព្រឹកមក1ជើងមក12ខ្ញុំជិះម្ដងហ្នឹងនឹងឲ្យដូចខ្ញុំនិយាយពីដើមទីអញ្ចឹងហ្នឹងហើយបងប្អូនលើថ្ងៃទី2នោះបងប្អូនយើងមើលគាត់ដើរចេញមកហើយគាត់ចេញពីស្ពានលឿងមកហើយមកដល់ពាក់កណ្ដាលហើយប៉ុន្តែចិត្តដល់កណ្ដាលហើយហ្នឹងហើយបងប្អូនយើងអញ្ចឹងខ្ញុំបើឡានមកមុនចាំគាត់មុនខ្ញុំដល់មុនដល់ហើយកណ្ដាលមុនចាំគាត់
ខ្ញុំកាត់មកម៉ាំដល់ហើយបងប្អូនយើងហ្នឹងហើយចាំមើលមិនមកចាំឈើវីដេអូប្រាប់បងប្អូនស្អែកទៀតបាទចំណានបងប្អូនយើងមិនមកតាមណានពេកគាត់ទៅឃើញហ្នឹងហើយហើយខ្ញុំបើឡានគាត់ដើរហ្នឹងហើយមានអីបើអ្នកបើឡានស្រួលចង្អប់ហ្នឹងបងប្អូនយើងដល់កន្លែងគេងមកឆ្អែតមកម៉ោង12ម៉ោង1ក៏បានដែរចាំចេញមកហើយមកចង់ហេវអីចូលញ៉ាំអីផ្លុកហើយមិនខ្វល់ទេគេបាញ់លុយយើងដែរហើយយើងមកផុតទៀតមកទូយើងហូបពេលឬគួយហូបពេលមកឆ្អែតហ្នឹងហើយបងប្អូនយើងបងប្អូនអូនមានប៉ុណ្ណឹងទេបាទអរគុណច្រើនបាទជម្រាបលាជួបគ្នាវីដេអូក្រោយទៀតបាយបាយ